ខេត្តព្រះសីហនុក៏ជាពលកំណើនដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជាមានគម្រោងអន្តរជាតិកាន់តែច្រើនឡើងកំពុងលេចឡើងនៅទីនេះកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដែលជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏ធំនិងតែមួយគត់របស់កម្ពុជាវាអាចផ្ទុកកប៉ាល់ដឹកទំនិញចូលសមុទ្រធំនិងគ្រប់គ្រងទំនិញនាំចូលនិងនាំចេញច្រើនជាង 70% របស់ប្រទេសអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុជាអាកាសយានដ្ឋានអន្តរជាតិធំមួយក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិធំទាំង3ក្នុងប្រទេសកម្ពុជាសេវាកម្មអាកាសចរត្រូវបានបើកដើម្បីតភ្ជាប់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍និងទីក្រុងមួយចំនួនក្នុងប្រទេសចិនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបច្ចុប្បន្នមានក្រុមហ៊ុនជាង200មកពីជាង30ប្រទេសបានចូលក្នុងតំបន់សេដ្ឋកិច្ចនេះបានបង្កើតការងារជាង 30,000 កន្លែងនៅក្នុងស្រុកនេះជារោងចក្រផលិតរថយន្ត BYD ដែលកំពុងសាងសង់រោងចក្រ General Thai ស្អាតនិងធំទូលាយខ្សែសង្វាក់ផលិតកម្មកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុមានប្រវែងជិត190គីឡូម៉ែត្រផ្លូវល្បឿនលឿននេះកាត់បន្ថយចម្ងាយបើកបររវាងភ្នំពេញទៅព្រះសីហនុពី6ម៉ោងទៅ2ម៉ោងខេត្តព្រះសីហនុជាទីតាំងនៃគម្រោងវិនិយោគសំខាន់ជាច្រើន Peninsula Bay Investment ការវិនិយោគសរុបប្រមាណ $1,000 លានអាមេរិកដែលគ្របដណ្ដប់លើផ្ទៃដី 158,600 ម៉ែត្រការ៉េ Novotel Sihanoukville Holiday Resort ស្ថានភាពប្រណិតនេះត្រូវបានស្គាល់ថាមានបន្ទប់ដែលមានទិដ្ឋភាពសមុទ្រគួរឲ្យទាក់ទាញ Arjuna Resort and Spa យកខ្ពស់អាចមើលឃើញទិដ្ឋភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រនៅពេលថ្ងៃលិច Star Bay អ្នកអាចគយគន់ទិដ្ឋភាពសួនច្បារនិងអាចទៅឆ្នេរនិងកន្លែងពេញនិយមផ្សេងនៅជុំវិញបានយ៉ាងងាយស្រួល Brown Coffee នៅទីនេះលោកអ្នកអាចសម្រាកយ៉ាងស្ងប់ស្ងាត់រីករាយជាមួយនឹងពេលវេលាដ៏មានក្តីសុខរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដោយមានការលើកទឹកចិត្តពិសេសលើពីច្បាប់រួមមានការលើកទឹកចិត្តផ្នែកពន្ធការសម្រួលនីតិវិធីនិងការអនុគ្រោះផ្សេងសម្រាប់គម្រោងវិនិយោគលើអគារជាប់គាំងគម្រោងវិនិយោគថ្មីគម្រោងពង្រីកការវិនិយោគនិងគម្រោងមានស្រាប់ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងទាក់ទាញការវិនិយោគធំនិងអ្នកជំនួញទាំងក្នុងនិងក្រៅប្រទេសកាន់តែច្រើនឡើង